បាទជំរាបសួរបងមីងបងប្រុសបងស្រីទាំងអស់គ្នាបាទថ្ងៃនេះគឺខ្ញុំមានរុក្ខជាតិមួយប្រភេទដែលមានរូបរាងយំដូចរបស់បុរសអញ្ចឹងទៀតឯងអញហើយចាំបានផ្ទះបាញ់អត់ទៅមែនបាទអញ្ចឹងបងប្អូនចង់ដឹងថារុក្ខជាតិហ្នឹងគឺមានរូបរាងដូចរបស់បុរសយ៉ាងម៉េចបងប្អូនចាំទៅទស្សនាជាមួយខ្ញុំបាទទាំងអស់គ្នាហើយខ្ញុំចង់ចែកចម្លែកក៏ដូចចង់បង្ហាញជូនពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារតែខ្ញុំធ្លាប់មានអនុស្សាវរីយ៍ឆ្លងកាត់បាទតកតងទៅនឹងពីនៅក្មេងបាទនៅកាលអាយុ10ឆ្នាំជាងហ្នឹងគឺខ្ញុំបានឆ្លងកាត់មានអនុស្សាវរីយ៍ជាមួយនឹងរុក្ខជាតិមួយហ្នឹងបាទខ្ញុំពេលខ្ញុំដាច់បាយខ្ញុំដាក់អង្គមកទីទួចអីខ្ញុំអាចដាំបាយហើយឆ្ងាញ់បងប្អូនដាំបាយជាមួយនឹងរុក្ខជាតិមួយប្រភេទហ្នឹងគឺឆ្ងាញ់មែនទែនដាំទៅគឺមានក្តាំងឆ្ងាញ់ឈ្ងុយមែនទែនតោះឥឡូវបងប្អូនចង់ដឹងថាវាដូចបរិះយ៉ាងម៉េចហើយមានរូបរាងអីយ៉ាងម៉េចបងប្អូនតោះទៅទស្សនាជាមួយខ្ញុំបាទអរគ្នាបាទសូមអធិស្ឋានបើសិនជាខ្ញុំមានការនិយាយទៅគឺមានការលឺលុះអីបាទខ្វះខាតត្រង់ចំណុចណាមួយបាទសូមបងប្អូនអធិស្ឋានផងបាទនេះបងប្អូនបាទកាមេរ៉ាមែនជួយដាក់ឲ្យចិត្តបាទនេះគឺគេហៅថាកឡោមប៉ែបងប្អូនបាទខ្ញុំធ្លាប់ហៅតាមភាសាតំបន់ទេនេះបាទនៅក្នុងបជីគឺខ្ញុំមិនដឹងថាវាឈ្មោះពិតប្រាកដទេប៉ុន្តែខ្ញុំហៅទៅក្នុងភូមិរបស់ខ្ញុំគឺគេហៅថាកឡោមប៉ែហើយបងប្អូនមើលបាទកន្លងពេលនេះគឺវាមានតូចមានធំបាទនេះគឺលក្ខណៈថាយើងហូបអត់គ្រប់ហើយចាំមើលវាតទៅមុខទៀតវាយ៉ាងម៉េចគាត់ណាវាស្គមបាទអញ្ចឹងគឺស្គមមែនតើហើយបងប្អូនមើលកន្លែងមួយនោះគឺលក្ខណៈថារាងវ័យចំណាស់វ័យចំណាស់អញ្ចឹងមើលទៅរាងចាស់តិចបងប្អូនបាទនៅពេលដែលយើងបាទបងប្អូនជាស័យផងខ្ញុំនិយាយលេងទេបាទតកតងទៅនឹងកន្លងពេលនេះគឺបាទបើសិនជាបងប្អូននៅបោះតង់បងប្អូនសម្រាប់តែបងប្អូនចូលចិត្តបោះតង់ដើរព្រៃកំសាន្តក្នុងព្រៃហ្នឹងបងប្អូននេះបងប្អូនមានកតំណើបមកកផ្សាយក៏បានកតំណើបក៏បានដែរអញ្ចឹងបងប្អូនបើសិនជាមានទឹកបងប្អូនដាក់អង្គចូលទៅមិនបាច់ចាំលាងអីទេបងប្អូនប៉ុន្តែសម្រាប់កន្លងពេលនេះគឺវាមានទឹកបាទរបស់ដែលវានៅស៊ីនអូចាប់អត់បងណារបស់ដែលវាអត់ទាន់បើកកម្របអញ្ចឹងគឺវានៅស្អាតវានៅស៊ីនអត់ទាន់មានអ្នកណាធ្វើអីវាអត់ទាន់ហាអញ្ចឹងទេបងប្អូនអាចដាំបានទេបងប្អូនដូចអាប្រភេទនេះប្រភេទនេះខ្ញុំឲ្យបងប្អូនបានមើលនេះបងប្អូននេះមួយនេះអាប្រភេទនេះអញ្ចឹងអាហ្នឹងគឺវានៅស៊ីនអូនបាទគឺបងប្អូនឃើញគឺបិទចិត្តអញ្ចឹងគឺយើងអាចដាំបាយបានមិនបាច់ចាំប្រើទឹកអីផ្សេងទេដោយសារតែក្នុងហ្នឹងគឺមានទឹកស្រាប់គ្រាន់តែយើងហែកបាទទីបងគ្រាន់តែយើងហែកអាហ្នឹងចេញមកហែកអាមាត់លើវាចេញមកគឺវាមានទឹកក្នុងស្រាប់អញ្ចឹងគឺយើងដាក់អង្គចូលកន្លះហ្នឹងទៅហើយយើងយកទៅដុតបាទយកទៅអាំងយើងចកាត់យើងបង្កាត់ភ្លើងឲ្យវាមានភ្នក់ភ្លើងហើយគឺយើងយកដាក់ពីលើទៅគឺវាអត់ខ្លោចបងគឺវាអត់ធ្លាយទេដល់ពេលដែលយើងដាំទៅគឺវាឆ្អិនឈ្ងុយហើយឆ្ងាញ់មែនទែនខ្ញុំគាំទ្រលោកអើយលោកពេញទំហឹងហ្មងបាទបងប្អូនមិនជឿបងប្អូនសាកបងប្អូនបាទគឺឆ្ងាញ់មែនទែនបាទខ្ញុំបញ្ជាក់ថាបងប្អូនត្រូវនេះបងប្អូនយកនេះយកអាហ្នឹងយកអានៅស៊ីននៅសំណុំអីចឹងបានយើងអាចយកទៅដាំទៅឆ្ងាញ់ដោយសារតែពួកអស់នេះគឺវាចាស់វាបានលេវាបានបើកមាត់អញ្ចឹងគឺវាអស់ជាតិទឹកហើយមានមេរោគមានសត្វល្អិតអីចូលក្នុងអញ្ចឹងគឺវាយើងយកប្រើកាតទេដោយសារតែខ្លាចវាឆ្លងមេរោគអីចឹងណាបងប្អូនឥឡូវបងប្អូនមើលពីទីតាំងបាទទីតាំងនេះគឺជាទីតាំងស្រែ500ហើយបងប្អូនឃើញគឺដុះពេញហ្នឹងតែម្ដងបាទខាងជើងនោះគឺព្រះបាទឃើញព្រះធំមែនតើហើយគេកំពុងតែសាងសង់បាទកំពុងតែដំឡើងហើយឥឡូវគឺបានធ្វើឡើងរួចបលាំងហើយឥឡូវទៅបានតាក់ទងទៅនឹងភ្នែនបាទបងប្អូនឡើងភ្នែនឡើងចកេះហើយពេលអាចនឹងទង់2ឆ្នាំទៀតខ្ញុំបានសួរគេគឺប្រហែលទង់2ឆ្នាំទៀតអាចនឹងធ្វើហើយបាទមានទាំងវត្តមានទាំងព្រះបាទបងប្អូនតើឥឡូវបងប្អូនមកទស្សនាតាក់ទងទៅនឹងកន្លងពេលនៅទីតាំងវាលនេះទាំងអស់គ្នាបាទគឺមានច្រើនមែនទែនបងប្អូនបាទគឺច្រើនបងប្អូននេះឆ្មោះបងប្អូនបានមើលគឺច្រើនមែនទែនបាទនេះគឺបងប្អូនគឺនៅពេញតែម្ដងដោយសារតែទីតាំងនេះគឺគេបានអភិរក្សអញ្ចឹងគឺអត់មានឲ្យបេះផ្ដេសផ្ដាស់ចោលពេញហ្នឹងទេបាទគឺគេហាមឃាត់បាទអញ្ចឹងគឺល្អមែនតើបាទដោយសារតែអាកន្លងពេលនេះគឺនៅក្នុងតាមភូមិឃុំស្រុកអីគឺនៅតំបន់ខ្ញុំគឺវាចាប់ដើមហិនហោចបងប្អូនបាទគឺវាផុតពូជហើយពេលលែងបានហើយបាទអញ្ចឹងគឺបើសិនជាបងប្អូនចង់ស្គាល់ចង់ដឹងចង់ឃើញច្បាស់បងប្អូនអាចមកលេងបាទបូកូបានបាទដោយសារតែបូកូគឺសម្បូរមែនតើនៅស្រែ500នេះបាទបងប្អូនឃើញបាទគឺដុះបាទអរិទ្ធិរីពេញហ្នឹងតែម្ដងបាទនៅស្មៅហ្នឹងបាទគឺវាមានមកគុំមានដើមមកវាបងប្អូនបាទនេះដើមមកវាអញ្ចឹង
ដើរវាដូចប្រភេទ wall អញ្ចឹងយើងដើរវាប្រភេទ wall ទេបាទ wall បាទបងប្អូនគឺ wall អញ្ចឹងបាទហើយផ្លែរបស់វាអញ្ចឹងគឺដូចបោះប្រុសបាទ អញអស់និយាយមក ហ្នឹងហើយបងអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេបាទសូមបងប្អូនជួយចែករំលែកវីដេអូនេះផងបាទដើម្បីឲ្យបងប្អូនយើងគាត់បានស្គាល់បាទតកតងទៅនឹងកន្លងពេលបាទខ្មែររបស់យើងហើយយើងក៏វាមានអត្ថប្រយោជន៍ច្រើនណាស់បងប្អូនបាទកន្លងពេលហ្នឹងគឺយើងអាចនៅពេលដែលយើងដាច់បាយបាទនៅពេលដែលយើងអត់មានឆ្នាំងចានអីដើរចូលព្រៃយើងធ្វើដំណើរចូលព្រៃឬក៏បោះតង់អីក្នុងព្រៃយើងមានអង្គយើងអាចដាំបានណាបាទ